នាវាមួយទឹករ៉ូស៊ីធ្វើសម្ពយុទ្ធនៅសមុទ្រជប៉ុនខណៈកិច្ចព្រមព្រៀងបត់ជប់បាញ់សមុទ្រខ្មៅជាមួយអ៊ុយក្រែនត្រៀមអនុវត្តនាវាមួយទឹករ៉ូស៊ីនៃកងនាវាចរប៉ាស៊ីហ្វិកបានកំពុងធ្វើសម្ពយុទ្ធបាញ់គ្រាប់មីស៊ីលនៅដែនសមុទ្រជប៉ុនខណៈនាវាមួយទឹកដែលមានឈ្មោះថា Yufa បានបាញ់សាកល្បងគ្រាប់មីស៊ីលបញ្ជា Caliber ទៅកាន់គោលដៅនៅសមុទ្រនិងឈូងសមុទ្រយោងតាមប្រភពពីក្រសួងការពារជាតិរុស្ស៊ីដែល Reuters បានដកស្រង់បានឲ្យដឹងថាគោលដៅទាំងអស់ដែលបានកំណត់ត្រូវបានវាយប្រហារចំគោលដៅដោយជោគជ័យហើយមីស៊ីលបានហោះនៅក្នុងរយៈចម្ងាយជាង 1000 គីឡូម៉ែត្រឯណោះនាវាមួយទឹក Yufa ត្រូវបានគេស្គាល់ថាជានាវាមួយទឹកដែលមិនបញ្ចេញសម្លេងឲ្យដឹងមុនហើយត្រូវបានគេដាក់បញ្ចូលទៅជាទ្រព្យរបស់កងទ័ពជើងទឹករុស្ស៊ីក្នុងខែវិច្ឆិកាឆ្នាំ2022នាវាមួយទឹកពិសេសនេះមានបណ្ដោយ74ម៉ែត្រហើយអាចមានទម្ងន់អតិបរមាជាង3900តោននិងអាចមុជទឹកទៅជម្រៅទឹកធម្មតាបាន240ម៉ែត្រនិងជម្រៅអតិបរមា300ម៉ែត្រយ៉ាងណាមិញសម្ពយុទ្ធទាំងនេះបង្ហាញពីសកម្មភាពយោធារបស់រុស្ស៊ីដែលកំពុងបន្តឡើងនៅក្នុងតំបន់ខណៈដែលការវាយប្រហារភាគច្រើនគឺផ្ដោតទៅលើអ៊ុយក្រែនទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកបានធ្វើកិច្ចព្រមព្រៀងដាច់ដライមួយទៀតជាមួយអ៊ុយក្រែននិងរុស្ស៊ីដើម្បីបញ្ឈប់ការវាយប្រហារនៅដែនសមុទ្រជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពលដើម្បីសម្រេចកិច្ចការនេះសហរដ្ឋអាមេរិកក៏បានយល់ព្រមដកទណ្ឌកម្មមួយចំនួនពីរុស្ស៊ីផងដែរសូមបញ្ជាក់ថាកិច្ចព្រមព្រៀងទាំងនេះគឺជាការបដិញ្ញាចិត្តផ្លូវការជាលើកដំបូងចាប់តាំងពីលោកប្រធានាធិបតីដូណាល់ត្រាំចូលកាន់តំណែងមកក្រៅពីនេះកិច្ចខិតខំប្រឹងប្រែងរបស់លោកត្រាំដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននិងការកសាងទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយទីក្រុងមូស្គូបានធ្វើឲ្យអ៊ុយក្រែននិងអឺរ៉ុបមានក្តីព្រួយបារម្ភយ៉ាងខ្លាំង